កំណាព្យស្រណោះប្រាសាទកេដូនតាអង្គុយកាត់ឡើងពី3ថ្ងៃទម្រាំលើកដៃនិងសរសេរពាក្យពេចន៍ឃ្លោងឃ្លាជាសំណេរសង្វេគម្លេះទេកេដូនតាទី1ប្រាសាទព្រះវិហារល្បីឡើងខ្ទោខ្ទាពេញលោកកាជាអកុសលសៀមប្រហារប្រាសាទដូនតាឡើងសោះសាច់ទី2ប្រាសាទតាក្របីសៀមចិត្តអប្រិយបាញ់កំតិចកូនខ្មែរត្រូវចាំកុំឲ្យភ្លេចពូជនេះមានល្បិចសពបែបយ៉ាងទី3ប្រាសាទតាមន់ធំលួចយកលួសឃុំជារបងមិនឲ្យកូនខ្មែរទាំងអូនបងដើរកាត់របងបានសោះឡើយគិតសពទៅប្រាសាទដូនតាសៀមចិត្តឫស្យាប្រហាអស់ប្រាសាទទាំង3គ្មានចន្លោះកូនខ្មែរទាំងអស់ឈឺចាប់ណាស់សាសសៀមជាចោតពូជសាសសៀមនេះខូចគ្រប់សម័យតាំងពីដូនតាដល់សពថ្ងៃលួចឥតសំចៃលួចគ្រប់យ៉ាងចុងក្រោយសូមផ្ដាំដល់កូនខ្មែររួបរวมគ្នាថែកេដូនតាព្រោះកេនេះជាកេថ្លៃថ្លាជាកេដូនតាដ៏ឧត្តម